តើបងប្អូនដែលធ្លាប់គិតដែរឬទេថាតើយន្តហោះចម្បាំងមួយណាដែលស័ក្តិសមសម្រាប់កងទ័ពអាកាសរបស់កម្ពុជាបើយើងនិយាយអំពីយន្តហោះចម្បាំងដែលស័ក្តិសមសម្រាប់ទ័ពអាកាសរបស់កម្ពុជានៅពេលបច្ចុប្បន្ននេះយន្តហោះចម្បាំងដែលគេតែងតែនិយាយនិងនឹកដល់មុនគេនោះមានដូចជា J-10C របស់ចិន JF-17 Thunder របស់ប៉ាគីស្ថាននិងយន្តហោះចម្បាំង FTC 2000G ដែលគេតែងតែលើកមកនិយាយជាច្រើនតែមានយន្តហោះចម្បាំងមួយដែលគេមិនសូវបានចាប់អារម្មណ៍នោះគឺយន្តហោះចម្បាំងកម្រិតស្រាលដែលសម្បីតែប្រទេសក្បែរខាងរបស់យើងដែលមាន GDP ទាបជាងកម្ពុជានោះគឺជាប្រទេសឡាវក៏បានបញ្ជាទិញនិងបានកំពុងដាក់ឲ្យប្រើប្រាស់យន្តហោះចម្បាំងប្រភេទនេះនៅក្នុងប្រទេសរបស់ខ្លួនផងដែរដែលវាមានតួនាទីយ៉ាងសំខាន់នៅក្នុងការហ្វឹកហ្វឺនអ្នកបើកបរយន្តហោះចម្បាំងប៉ុន្តែវាក៏អាចផ្ទុកអាវុធនិងធ្វើបេសកកម្មប្រយុទ្ធស្រាលបានផងដែរនោះគឺយ៉ាក់ 130 របស់ប្រទេសរុស្ស៊ីតើយ៉ាក់ 130 មានលក្ខណៈបច្ចេកទេសសមត្ថភាពខ្លាំងកម្រិតណានិងមានតម្លៃប៉ុន្មានតើកម្ពុជាគួរពិចារណាទិញវាដែរឬទេថ្ងៃនេះ Carry Report នឹងនាំអ្នកទាំងអស់គ្នាទៅដឹងពីប្រវត្តិលក្ខណៈបច្ចេកទេសសមត្ថភាពពិតប្រាកដរបស់វាថាតើកម្ពុជាគួរពិចារណាទិញវាដែរឬក៏យ៉ាងណានៅចុងវីដេអូបងប្អូននឹងដឹងពីតម្លៃពិតរបស់យន្តហោះចម្បាំងយ៉ាក់ 130 នេះទាំងអស់គ្នាមុននឹងដឹងពីសមត្ថភាពលក្ខណៈបច្ចេកទេសនិងតម្លៃយើងគួរតែដឹងពីប្រវត្តិរបស់វាខ្លះៗជាមុនសិនយ៉ាក់ 130 ត្រូវបានរុស្ស៊ីចាប់ផ្ដើមអភិវឌ្ឍនៅដើមទសវត្សរ៍ឆ្នាំ 1990 ដើម្បីជាយន្តហោះហ្វឹកហ្វឺនជំនាន់ថ្មី Prototype របស់វាអាចហោះលើកដំបូងនៅក្នុងឆ្នាំ 1996 ហើយក្រោយមកយ៉ាក់ 130 ត្រូវបានជ្រើសរើសសម្រាប់ធ្វើជាយន្តហោះហ្វឹកហ្វឺនសម្រាប់កងទ័ពអាកាសរបស់រុស្ស៊ីវាមានបំពាក់នូវកៅអីចំនួន2វាត្រូវបានរចនាឡើងឲ្យអ្នកបើកបរយន្តហោះចម្បាំងអាចហ្វឹកហ្វឺនលក្ខណៈបច្ចេកទេសប្រើដូចនៅលើយន្តហោះចម្បាំងទំនើបៗផងដែរនិងអាចបំពាក់អាវុធនិងអាចប្រយុទ្ធក្នុងកម្រិតស្រាលបានផងដែរលក្ខណៈបច្ចេកទេសយ៉ាក់ 130 ប្រើម៉ាស៊ីន AI 222-25 ចំនួន2ដែលវាមានល្បឿនអតិបរមាប្រហែល 1060 គីឡូម៉ែត្រនៅក្នុង1ម៉ោងនិងកម្ពស់ហោះហើរអតិបរមាប្រហែល 12.5 គីឡូម៉ែត្រនិងចម្ងាយហោះហើរប្រហែល 1600 គីឡូម៉ែត្រដែលវាមាន head point ចំនួន9ចំណុចសម្រាប់បំពាក់អាវុធនិងអាចផ្ទុកទម្ងន់អាវុធបាននឹងសម្ភារៈរហូតដល់ប្រហែល 3 តោននេះមានន័យថាវាមានសមត្ថភាពគ្រប់គ្រាន់នៅក្នុងការប្រយុទ្ធកម្រិតស្រាលនិងមានសមត្ថភាពលើសពីយន្តហោះចម្បាំងហ្វឹកហ្វឺនធម្មតាសមត្ថភាពរបស់យន្តហោះចម្បាំងយ៉ាក់ 130 ទោះបីជាយ៉ាក់ 130 ជាយន្តហោះចម្បាំងហ្វឹកហ្វឺនក៏ដោយវាក៏អាចប្រើសម្រាប់ light attack បានផងដែរដែលវាអាចផ្ទុកគ្រាប់បែករ៉ុកកែតនិងមីស៊ីលមួយចំនួនដូចជាមីស៊ីលពីអាកាសទៅអាកាសមីស៊ីលពីអាកាសទៅដីគ្រាប់បែកគ្រាប់រ៉ុកកែតនិងកំភ្លើងនៅក្នុង configuration ដែលសមស្របសម្រាប់ការប្រតិបត្តិការដូច្នេះយ៉ាក់ 130 អាចធ្វើបេសកកម្ម light attack ឬក៏ប្រយុទ្ធនៅក្នុងកម្រិតស្រាលបានប៉ុន្តែយ៉ាក់ 130 មិនមែនជាយន្តហោះចម្បាំងពេញលេញដូចជា J-10C របស់ចិន Su-35 និង Gripen នោះទេតួនាទីសំខាន់បំផុតរបស់វាគឺបណ្ដុះបណ្ដាលអ្នកបើកបរយន្តហោះចម្បាំងនិងធ្វើបេសកកម្មវាយប្រហារកម្រិតស្រាលពីព្រោះវាអាចបំពាក់អាវុធសំខាន់ៗបានផងដែរតើកងទ័ពអាកាសកម្ពុជាគួរទិញយន្តហោះចម្បាំងយ៉ាក់ 130 ដែរឬទេសម្រាប់កម្ពុជាយ៉ាក់ 130 អាចមានប្រយោជន៍ប្រសិនបើចង់បង្កើនសមត្ថភាពហ្វឹកហ្វឺនអ្នកបើកបរយន្តហោះចម្បាំងនិងវិការវាយប្រហារកម្រិតស្រាលប៉ុន្តែប្រសិនបើគោលដៅនោះគ្រាន់តែការពារអាដានអាកាសនិងប្រយុទ្ធជាមួយនឹងយន្តហោះចម្បាំងទំនើបនោះត្រូវការយន្តហោះចម្បាំង Multi-Role Fighter ដែលមានសមត្ថភាពខ្ពស់ជាងយ៉ាក់ 130 ទោះជាយ៉ាងណាក៏ដោយសម្រាប់ប្រទេសតូចដូចជាកម្ពុជាគួរតែទិញយន្តហោះចម្បាំងប្រភេទនេះជាមុនសិនព្រោះកម្ពុជាមិនទាន់មានយន្តហោះចម្បាំងពហុតួនាទីកម្រិតធ្ងន់ប្រភេទណាមួយនៅឡើយនោះទេដូច្នេះបើកម្ពុជាចង់ចាប់ផ្ដើមពង្រឹងសមត្ថភាពផ្នែកអាកាសយ៉ាក់ 130 របស់រុស្ស៊ីអាចជាចំណុចចាប់ផ្ដើមដ៏ល្អបំផុតសម្រាប់កម្ពុជាស្របពេលដែលកម្ពុជាកំពុងតែមានបញ្ហានៅតាមព្រំដែនជាមួយនឹងប្រទេសថៃកម្ពុជាគួរពិចារណានឹងចាប់ផ្ដើមពង្រឹងសមត្ថភាពអាកាសរបស់ខ្លួនជាមួយនឹងយ៉ាក់ 130 មុននឹងបន្តទៅយន្តហោះចម្បាំងពហុតួនាទីកម្រិតមធ្យមនិងកម្រិតធ្ងន់ដូចជា J-10C របស់ចិននិងផ្សេងៗទៀតផងដែរតែយ៉ាក់ 130 មានតម្លៃប៉ុន្មាននៅក្នុងមួយគ្រឿងតម្លៃរបស់យ៉ាក់ 130 អាស្រ័យទៅលើកញ្ចប់ទិញឧទាហរណ៍កិច្ចព្រមព្រៀងរបស់ប្រទេសឡាវដែលត្រូវបានរាយការណ៍ថាមានប្រហែល$300 លានសម្រាប់យ៉ាក់ 130 ប្រហែល10គ្រឿងក៏រួមជាមួយនឹងការហ្វឹកហ្វឺននិងគ្រឿងបន្លាស់ឧបករណ៍គ្រប់គ្រងផងដែរដូច្នេះយ៉ាក់ 130 មួយគ្រឿងតម្លៃប្រហែល$15 លានប៉ុន្តែបើទិញកញ្ចប់ដែលរួមជាមួយនឹងអាវុធការហ្វឹកហ្វឺនគ្រឿងបន្លាស់ឧបករណ៍គ្រប់គ្រងតម្លៃអាចហក់ឡើងទៅដល់$20 ទៅ$30 លាននៅក្នុងមួយគ្រឿងជាមធ្យម
តើបងប្អូនគិតថាកម្ពុជាគួរទិញយ៉ាក់130របស់រុស្ស៊ីដែរឬក៏យ៉ាងណាឬក៏គួរតែទិញយន្តហោះចម្បាំងប្រភេទផ្សេងទៀតសូមខមមិនមតិរបស់បងប្អូននៅខាងក្រោមវីដេអូអរគុណសម្រាប់ការតាមដានទស្សនារបស់បងប្អូនកុំភ្លេចចុច like subscribe channel K Report ម្នាក់មួយផងជួបគ្នានៅវីដេអូក្រោយ